តើមៀងសាសីឬមៀងសាហារសត្វគឺជាអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយកសត្វស៊ីសាច់ជាអាហារតើតិណសីគឺជាអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយខសត្វស៊ីរុក្ខជាតិជាអាហារតើសត្វពាហ៍សត្វគឺជាអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយកសត្វស៊ីសាច់និងរុក្ខជាតិជាអាហារតើថនិកសត្វដែលចេះហើរគឺជាអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយខប្រចៀវតើសត្វគោកដែលធំបំផុតគឺជាអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយកដំរីអាហ្វ្រិកដំរីអាហ្វ្រិកជាសត្វគោកធំបំផុតវាមានប្រវែងខ្លួនដល់ទៅ5ម៉ែត្រនិងទម្ងន់6តោនដំរីអាស៊ីមានមាឌតូចជាងវាមានប្រវែងខ្លួន3.5ម៉ែត្រនិងទម្ងន់5តោនដំរីរស់នៅជាហ្វូងដែលមានមេដំរីចាស់និងមានបទពិសោធន៍ច្រើនជាងគេជាអ្នកដឹកនាំដំរីញីឯទៀតនិងកូនៗដំរីឈ្មោលច្រើនរស់នៅតែឯងនិងវិលរកហ្វូងវិញដើម្បីបន្តពូជតែប៉ុណ្ណោះបន្ទាប់ពីអាយុបាន10ឆ្នាំដំរីញីអាចបង្កើតកូនបានមួយរៀងរាល់4ឆ្នាំម្ដងដំរីអាចរស់នៅបានដល់អាយុប្រហែល60ឆ្នាំជាថនិកសត្វអាយុវែងជាងគេបន្ទាប់ពីមនុស្សដំរីជាសត្វតិណសីតើគោមានថង់ចំនួនប៉ុន្មានចម្លើយដែលត្រឹមត្រូវគឺចម្លើយខ4គោជាថនិកសត្វស្រុកចតុបាតនិងតិណសីវាជាសត្វទំពាអៀងក្រពះរបស់វាមានថង់4ដំបូងគោទំពាអាហារញុំគឺពុំល្អិតទេរួចវាក៏លេបអាហារនោះនឹងចូលក្នុងក្រពះទី1រួចចូលទៅក្រពះទី2ដែលនៅទីនោះអាហារនឹងទន់ជ្រាយពេលសម្រាកគោរើបញ្ចេញអាហារពីក្រពះទី2មកមាត់វិញអាហារនោះក៏ត្រូវបានទំពាជាថ្មីហៅថាទំពាអៀងរួចលេបចូលទៅក្នុងពោះម្ដងទៀតលើកនេះអាហារចូលទៅក្នុងក្រពះទី3រួចចូលក្នុងក្រពះទី4ហើយក៏ត្រូវកិនរំលាយ